ថ្ងៃនេះអ្នកម្ដាយខ្ញុំប្រម៉ែប្រម៉ូបន្លែធម្មជាតិនៅក្រោយផ្ទះបានច្រើនណាស់ហើយខ្ញុំយកបន្លែទាំងអស់ហ្នឹងមកស្លទំពាំងមួយឆ្នាំងនេះធម្មជាតិសុទ្ធសាធតែម្ដងឆ្ងាញ់ជក់ចិត្តទៅមើលវីដេអូទាំងអស់គ្នាបាទគេចាក់ថ្នាំនៅក្នុងពេទ្យធំស្ដាប់ចាប់មាយំពីភ្នំពេញទៅកំពង់ចាមដី120គីឡូផ្លូវជាតិលេខ7ពីស្គុនបុកទៅដល់ទីរួមខេត្តហ្នឹងក៏គេធ្វើឲ្យស្អាតបានច្រើនដែរហើយខ្ញុំនេះជិះពីភ្នំពេញទៅកំពង់ចាមបេះបន្លែធម្មជាតិរំលឹកអនុស្សាវរីយ៍ជាមួយអ្នកម្ដាយតាំងពីមកនៅភ្នំពេញបើនិយាយពីរឿងបន្លែធម្មជាតិរូបភាពទាំងអស់នេះខ្ញុំអត់ដែលបានឃើញទេបើចង់ទទួលបានអារម្មណ៍ទាំងអស់នេះលុះត្រាតែយើងចុះពីភ្នំពេញចេញទៅតាមបណ្ដាលខេត្តស្រុកជនបទបានមាននៅក្រោយផ្ទះរបស់ខ្ញុំនេះគឺមានបន្លែតំណាំច្រើនណាស់ដែលម៉ាក់របស់ខ្ញុំគាត់ដាំណាមិនថាដើមសដានលឹកងប់ដើមចេកខ្នុរកពីងរៀចគ្រប់មុខទាំងអស់ដោយបងប្អូនបានឃើញអញ្ចឹងហើយឲ្យតកូនទៅម្ដងនិយាយពីថាវិចមកហើយស្អីក៏វិចដែរទៅមួយជើងនេះបន្លែខ្ញុំមានគ្រប់មុខនេះគឺកំពុងតែបេះតលឹងតឹងហើយម៉ាក់ខ្ញុំកំពុងតែបេះធួយម្ទេសសិតតែរបស់ធម្មជាតិដាំនៅក្នុងស្រុកក្នុងភូមិអត់មានប្រើជីអត់មានអីទាំងអស់ហើយគាត់ក៏បានកាប់ដើមចេកដែរដោយសារតែខ្ញុំឃ្លានសឡមជូរដើមចេកជាមួយតលឹងនិយាយពីរឿងការកាប់ដើមចេកហ្នឹងដោយសារតែខ្ញុំទិញកូនត្រីពីអ៊ីអនមកប៉ុន្តែខ្ញុំទិញកូនចេកអត់បានដល់ពេលអញ្ចឹងខ្ញុំឃ្លានសឡមជូរដើមចេករហូតទិញអីអត់បានអញ្ចឹងទៅក៏នឹកឃើញរឿងកាត់កូនចេកផ្ញើហើយនឹងកលឹងតឹងអញ្ចឹងទៅបើនិយាយពីរឿងបន្លែទាំងអស់ហ្នឹងគឺស្លបាន3ទៅ4មុខមុខម្ហូបផ្សេងគ្នាមុខម្ហូបទី1ដែលខ្ញុំយកមកបង្ហាញនេះគឺសម្លទំពាំងដែលខ្ញុំមានបន្លែធម្មជាតិទាំងអស់នេះកាត់មកពីស្រុកហើយរបៀបស្លនេះគឺខ្ញុំស្លតាមបែបជីដូនរបស់ខ្ញុំហើយគាត់តែងតែស្លបែបហ្នឹងច្រាំសាច់ច្រាំប្រហុកហើយអង្គអត់លាងទេហើយជួនកាលគាត់អាចយកទឹកអង្គយកមកស្លទៀតហើយយើងដាក់ជាមួយទឹកក្តៅជ្រុំអញ្ចឹងទៅហើយយកវាទៅរំងាស់ចោលនៅលើភ្លើងតែម្ដងរបៀបស្លនេះគឺងាយហើយខ្ញុំតែងតែឃើញយាយរបស់ខ្ញុំគាត់ស្លហើយពេលដែលដាក់វាពុះទៅយើងដាក់គ្រឿងអំបិលស្ករប៊ីចេងតាមចំណង់ចំណូលចិត្តអញ្ចឹងទៅស្លបែបនេះគឺងាយស្រួលមែនតែនយើងអត់សូវចំណាយពេលទេពេលដែលដាក់គ្រឿងដាក់អីហើយរៀងមួយងាស់បន្តិចយើងចាក់ទឹកទៅហើយនៅពេលដែលយើងរំងាស់សម្លនឹងចោលខ្ញុំក៏បានមកបូតស្លឹកងប់ធួយម្ទេសធួយអីដែលម៉ាក់ខ្ញុំគាត់បេះឲ្យព្រឹកមិញហ្នឹងហើយយកមកលាងទឹកលាងអីឲ្យស្អាតចឹងទៅហើយសម្លតាពាំងជាធម្មតាវាមានជាតិហាងនៅក្នុងហ្នឹងណាបងប្អូនត្រូវរំងាស់ចោលហើយបើសិនជាអ្នកខ្លះគាត់អត់សូវចូលចិត្តដាក់អង្គទេអ្នកខ្លះគាត់ចូលចិត្តសម្រាប់ខ្ញុំដាក់ព្រោះដោយសារតែខ្ញុំស្លនេះគឺខ្ញុំចង់រំលឹកអតីតកាលរបស់ខ្ញុំហើយនេះគឺម្ទេសផ្លោកនេះទិញពីផ្សារមកទេខ្ញុំដាក់ឲ្យគ្របវាបន្តិចសិនដើម្បីឲ្យវារៀងឆ្អិនបន្តិចអត់ចង់បានស្រស់ពេកចឹងណាបងប្អូននៅពេលដែលយើងភ្លក់ត្រូវរសជាតិអស់ហើយតាពាំងរបស់យើងក៏បាត់ហាងដែរបងប្អូនរបស់យើងអាចដាក់បន្លែចូលបានហើយការដាក់បន្លែនេះបាទចាំឲ្យវារលួយទេដោយសារតែបន្លែទាំងអស់នេះគឺវាសម្បូរទៅដោយសារធាតុចិញ្ចឹមវាសម្បូរទៅដោយប្រូតេអ៊ីនអីចឹងទៅអញ្ចឹងចំពោះការដាក់បន្លែដាក់ស្អំដាក់អីទាំងអស់គឺសុទ្ធតែជាបន្លែធម្មជាតិនេះលើកលែងតែម្ទេសអញ្ចឹងម្ទេសគឺខ្ញុំទិញនៅភ្នំពេញទេអញ្ចឹងខ្ញុំដាក់បន្លែទាំងអស់នេះចូលហើយគ្រាន់តែវាពុះហើយគឺខ្ញុំបិទហ្គាសតែម្ដងអញ្ចឹងអាវីតាមីនសារធាតុចិញ្ចឹមដែលមាននៅក្នុងបន្លែនៅក្នុងសម្លទាំងអស់នេះគឺពេញបឹបតែម្ដងហើយបើនិយាយពីមុខម្ហូបខ្មែររបស់យើងសម្រាប់បងប្អូនញ៉ាំតែមុខម្ហូបខ្មែរដែលសម្បូរទៅដោយបន្លែសារធាតុចិញ្ចឹមសម្បូរទៅដោយវីតាមីនបន្លែត្រីសាច់ទាំងអស់នេះគឺអត់ធ្វើឲ្យបងប្អូនឡើងគីឡូហើយជំនួយដល់សុខភាពរបស់យើងទៀតចំណាយរយៈពេលខ្លីខ្ញុំបានសម្លដ៏ឈ្ងុយឆ្ងាញ់មួយចានគឺសម្លទំពាំងស្នាដៃបេះបន្លែរបស់អ្នកម្ដាយខ្ញុំបន្លែចេញពីស្រុកគឺបន្លែធម្មជាតិពេលដែលញ៉ាំសម្លទំពាំងមួយចាននេះហើយនឹកឃើញទាំងអស់រឿងអតីតកាលជាពិសេសនៅពេលដែលយើងបានបេះបន្លែធម្មជាតិទាំងអស់នេះមកទៀតបេះជាមួយអ្នកម្ដាយទៀតវាធ្វើឲ្យសម្លនេះគឺកាន់តែឆ្ងាញ់ហើយពេលដែលយើងញ៉ាំទៅគឺនឹកឃើញទាំងអស់កាលពីយើងនៅមួយអ្នកម្ដាយរបស់យើងញ៉ាំបន្លែសាច់ធម្មជាតិសឡធម្មជាតិនៅក្នុងផ្ទះហ្នឹងនិយាយពីរឿងរសជាតិវិញល្មមទាំងអស់សម្រាប់ការញ៉ាំសឡនេះឈ្ងុយតាពាំងឈ្ងុយស្លឹកងប់ឈ្ងុយស្អំឆ្ងាញ់ជាតិមែនតែនយើងប្រើសាច់រៀងច្រើនបន្តិចបន្លែយើងមានច្រើនទៀតប្រូតេអ៊ីនក៏ពេញទៀតការញ៉ាំជាមួយបាយនេះញិចមួយម្ទេសហិលទៀតអូជាតិញាក់សាច់តែម្ដងបាទស្លឹកងប់ស្អំទំពាំងខ្ញុំបានស្លអស់ហើយអញ្ចឹងជាបន្ទាប់ទៀតខ្ញុំនៅមានដើមចេកមានកលឹងតឹងមានធួយសដានដែលខ្ញុំត្រូវយកមកថតវីដេអូជូនបងប្អូនរបស់យើងដែលជាស្នាដៃរបស់ខ្ញុំហើយឧបត្ថម្ភបន្លែធម្មជាតិដោយអ្នកម្ដាយរបស់ខ្ញុំអញ្ចឹងថ្ងៃនេះយើងទទួលបានវីដេអូមួយនេះហើយថ្ងៃស្អែកថ្ងៃខាងស្អែកខ្ញុំនឹងមានវីដេអូពីបន្លែធម្មជាតិចំនួន2មុខទៀតបាទអរគុណ